ធ្វើមិនផ្លុំពពុះសាប៊ូនេះឲ្យដែរអត់ឲ្យធ្លាក់ត្រូវផ្ទៃអីមួយណាផ្លុំឲ្យដែរនឹងខ្យល់ហ្នឹងហើយបើលេងបានអូនឲ្យ50000ហើយធ្វើរបស់ដល់មួយថ្ងៃចូលចិត្តឲ្យញ៉ាំទៀតអីតែនិយាយមែនណាតែនិយាយលេងពីកាថ្លៃមែនតែមួយថ្ងៃធ្វើអត់បានណាថែមឲ្យអូន50000ហើយធ្វើអីឲ្យអូនញ៉ាំវិញអូហើយតែផ្លុំទៅនឹងធ្លាក់ឲ្យឃើញអត់ទឹកសាប៊ូធម្មតាទេហ្នឹងហើយសាប៊ូលាងចានពពុះសាប៊ូឯណាផ្លុំទៅមិនដែរតែផ្លុំទៅធ្លាក់ឲ្យបែកឯងដាក់មើលឥឡូវនេះលេងហើយអើយដាក់ម៉េះវាមិនដែរអត់ធ្លាក់ហ្នឹងឯងដែរអត់ធ្លាក់ហ្នឹងអត់ប៉ះផ្ទៃមួយគ្នាដែរតែប៉ុណ្ណឹងអូខេពូស្ពងដែរលើធ្វើអញដែរទេគ្នាមានធ្លាក់ហ្នឹងហ៎បានទេអូខេខ្ញុំនឹងយកមីកូកូរ៉ូណូរសជាតិឆ្អឹងជំនីគោហិលទៀតឲ្យគាត់ចម្អិនឲ្យខ្ញុំញ៉ាំតោះឥឡូវយើងទៅមើលការចម្អិនរបស់គាត់ទាំងអស់គ្នាជាដំបូងគឺយើងដាក់ទឹក400 មីលីលីត្រដាំមួយពុះសិនហើយដាក់មីចូលចម្អិនលើចង្ក្រានរយៈពេល3នាទីបន្ទាប់មកយើងធ្វើការច្របល់គ្រឿងទេសនិងកញ្ចប់ប្រេងជាមួយទឹកក្តៅ3ស្លាបព្រាបាយរួចស្រង់មីចេញហើយច្របល់ជាមួយគ្រឿងទេសលើចានហើយបន្ថែម topping តាមចំណង់ចំណូលចិត្តជាការស្រេចនេះតំណងណាស់គ្នាហូចលឹងហ្នឹងអត់តែអាហ្នឹងរសជាតិផ្សេងគ្នាតែមីកូកូរ៉ូណូមាន4រសជាតិរសជាតិទឹកស៊ីអ៊ូខ្ទឹមសរសជាតិតុកបូគីរសជាតិឆ្អឹងជំនីគោហិលនិងរសជាតិឈីហិលនេះគឺជាមីកូកូរ៉េថ្មីមីកូកូរ៉ូណូរសជាតិដូចញ៉ាំតាមហាង street food អញ្ចឹងសរសៃមីវែងស្រឡូនទន់ស្វិតឆ្ងាញ់គ្រឿងទេសឆ្ងាញ់ប្លែកហើយងាយស្រួលច្របល់ចូលជាតិជាមួយសរសៃមីរហ័សបំផុតស័ក្តិសមសម្រាប់សិស្សនិស្សិតឬយុវជនដែលចូលចិត្តអាហារបែបលឿនហើយឆ្ងាញ់បន្ថែមសាច់និងបន្លែតាមចំណង់ចំណូលចិត្តដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់មីកូកូរ៉ូណូនេះណែរបស់ញ៉ាំថ្មី